ព្រោះចិត្តដែលយើងចង់នេះគឺយើងអាចប្រើវាជាកម្លាំងដើម្បីជាការជំរុញឲ្យយើងមានការផ្លាស់ប្ដូរបើយើងចង់ឲ្យផ្លាស់ប្ដូរផែនដីផ្លាស់ប្ដូរពិភពលោកយើងត្រូវផ្លាស់ប្ដូរខ្លួនឯងជាមុនសិនយើងត្រូវធ្វើឲ្យខ្លួនឯងមានឥទ្ធិពលដោយខ្លួនឯងសិនហើយឥទ្ធិពលនោះមិនចាំបាច់ឲ្យនរណាមកដឹងឮពីយើងទេគឺយើងប្រណិប័តយើងបំពោះយើងសន្សំបុណ្យតាមផ្លូវចិត្តលះនៅគំនិតអាក្រក់ទាំងឡាយចាប់យកព្រះធម៌ជាទីពឹងព្រោះសម័យនេះជាសម័យយុគភ្លើងជាសម័យយុគទំនាយសម័យរែងសម្អាតមនុស្សបើចង់ផ្លាស់ប្ដូរចង់ជួយបានលុះត្រាតែយើងជាកូនចៅហ្នឹងនឹងប្រឹងសម្រួចស្នែងគឺសន្សំបុណ្យសន្សំបារមីនឹងហើយបារមីដែលយើងធ្វើបំពេញហ្នឹងគឺថាទានសិលភាវនាហើយការភាវនាហ្នឹងគឺមានសមាធិវិបស្សនានៅក្នុងនឹងស្រាប់ប្រកបដោយបញ្ញាប្រកបដោយការសិក្សារៀនសូត្រហើយដើរតាមផ្លូវកណ្ដាលពេលថ្ងៃយើងរកស៊ីធ្វើការធម្មតាយប់ឡើងកាលណាភាវនាសមាធិប៉ុន្តែរស់នៅប្រកបដោយសិល5មានវិន័យនិងមានទឹកចិត្តល្អមានទឹកចិត្តសង្គ្រោះនោះជាចំណុចខ្លាំងរបស់តួអង្គហើយតួអង្គដែលមិនវង្វេងដែលអាចជួយទឹកដីនគរបានមិនមែនមានត្រឹមតែចិត្តចង់ជួយតែប៉ុណ្្នឹងទេដែលថាអាចទៅជួយបានទេរឿងចង់ដែលណាក៏ចង់ដែរប៉ុន្តែបើយើងចង់ខុសក្បួនចង់គេហៅថាខកខ្លួនជឿតាមបុគ្គលខុសឬក៏តាមមនុស្សខុសដើរតាមផ្លូវមាគ៌ាមិនត្រឹមត្រូវនឹងសាសនាដែលមិនសមគួរក្រៅពីព្រះពុទ្ធសាសនាឬក៏គេហៅថាផ្លូវព្រះសាស្តាព្រះពុទ្ធបរមគ្រូទី4របស់យើងក៏យើងអាចនឹងធ្លាក់ចូលជ្រោះកាន់តែជ្រៅมันអាចស្រោចស្រង់បានព្រោះដូចខ្ញុំបង្ហាញអញ្ចឹងថាមានតួអង្គវង្វេងជាច្រើនរាប់ពាន់អង្គដែលពុំដឹងថាខ្លួនឯងដើរផ្លូវខុសគ្រាន់តែដឹងថាអ្វីដែលខ្លួនឯងធ្វើជាការចង់ហើយត្រូវហើយព្រោះយើងចិត្តយើងចង់បែបនេះបែបនោះប៉ុន្តែមិនដឹងថាផ្លូវដែលខ្លួនកំពុងដើរបុគ្គលដែលយើងកំពុងតែជឿជំនឿដែលយើងកំពុងតែកាន់យកគឺជាជំនឿខុសគឺជាអ្វីដែលយើងគិតខុសខ្លួនឯងដោយមិនមានមូលដ្ឋានដោយគ្រាន់តែជាការសម្ដែងការបង្ហាញការសម្ញែងការបន្លំឬហៅថាដូចជាសៀករហស្សកម្មអញ្ចឹងណាគឺស្ពិនភ្នែកបន្លែបន្លំយើងធ្វើឲ្យយើងនឹងជឿជាក់ដោយងប់ងល់ហើយប្រកាសសង្គ្រាមជាមួយនឹងតួអង្គដូចគ្នាគ្រាន់តែការយល់ឃើញតែប៉ុណ្្នឹងអញ្ចឹងតួអង្គខ្លះគាត់ភ្លេចខ្លួនថាយើងមកលើកសាសនាមកទ្រទ្រង់ផ្លូវសច្ចបារមីជាតួអង្គដែលមានបុណ្យនិស្ស័យតំណាងឲ្យតួអង្គទេវតាឋានយើងមកដើម្បីត្រួសត្រាយផ្លូវដល់មនុស្សលោកមិនមែនយើងមកប្រកែកមិនមែនយើងមកឆ្លោះតតាំងនឹងគ្នាឯងនិងមនុស្សលោកដូចគ្នាទេអញ្ចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់សម្ដែងថាចូលជឿដោយការពិចារណាព្រោះព្រះពុទ្ធសាសនាជាសាសនាប្រកបដោយការគិតការត្រេះរិះមិនមែនឲ្យជឿត្រឹមតែហេតុនិងផលទេតែជឿហេតុនិងផលហើយយកទៅពិចារណាហើយយកទៅបដិបត្តិតាមទៀតថាតើជំនឿនិងព្រះធម៌ដែលយើងធ្វើដែលយើងបដិបត្តិនឹងតើសុខឬក៏មិនសុខត្រូវឬក៏មិនត្រូវតើយើងបានឃើញសច្ចធម៌នឹងពិតដែរឬទេនឹងព្រោះទ្រឹស្ដីអ្នកណាក៏ចេះដូចគ្នាប៉ុន្តែសួរថាយល់ពីជំរឿនរបស់ធម៌បានប៉ុន្មានហើយអាចលះកិលេសបានប៉ុន្មានអានឹងគឺអាស្រ័យទៅលើបុគ្គលរៀងខ្លួនហើយគ្មានអ្នកណាដឹងខ្លួនឯងក្រៅពីខ្លួនឯងទេរឿងអស់នេះមិនអាចមានអ្នកណាទៅវិនិច្ឆ័យថាយើងសោតតាសកតិអនាគាយ៉ាងណាទេគឺវិស័យរបស់ព្រះសម្មាសម្ពុទ្ធអាចដឹងតែមនុស្សយើងដូចគ្នានេះគឺអាចដឹងទេប៉ុន្តែយើងគ្រាន់តែអាចសម្គាល់មើលណានៅកុំឲ្យតែមានសេចក្តីប្រមាទកើតឡើងនៅក្នុងខ្លួនឬក៏ទៅលើបុគ្គលដទៃបានហើយណាហើយសូមបង្ហើបបញ្ជាក់ថាការវង្វេងរបស់តួអង្គដ៏ច្រើនសពថ្ងៃនេះមិនមែនវង្វេងដោយសារតែគាត់មានចិត្តចង់ជួយទឹកដីមហានគរទេព្រោះតែគាត់មិនមានបញ្ញាមិនមានការយល់ដឹងត្រេះរិះបានត្រឹមត្រូវព្រោះយើងមិនដឹងថាផ្លូវដែលយើងកំពុងដើរមានក្រពើណាមានឆ្កែចចកមានព្រាយបិសាចមានខ្មោចមានអាបមានធ្មប់ណាមានអរិយអ្នកតាដែរជាមច្ឆាទិដ្ឋិកំពុងតែបង្វក់បង្វែបង្វែងនៅដានរបស់កូនចៅអ្នកទាំងឡាយនោះទេ
ផ្លូវមានតែមួយប៉ុន្តែយើងសម្លឹងទៅឃើញថាវាស្តៀងគ្នាបើយើងមិនមើលឲ្យជាក់យើងនឹងអាចដើរខុសណាកាន់យកខុសដើរខុសគិតខុសនាំឲ្យជាប់ជាឧបនិស្ស័យអាក្រក់មិនអាចសង្គ្រោះបានមានន័យថាគេវាយស្លាប់គេខំផ្លាស់ប្ដូរហើយណាជួយបញ្យលបកស្រាយឲ្យប៉ុន្តែនៅតែមិនអាចផ្លាស់ប្ដូរទិដ្ឋិនឹងការយល់ឃើញនោះបានដោយសារវាជានិស្ស័យកម្មផងហើយខ្វះបញ្ញាផងហើយបច្ចុប្បន្ននេះច្រើនមែនតើបងប្អូនណាច្រើនណាស់អ្នកដែលចេញតាំងតួជាបច្ចជាពួកដែលគាត់គៀងគរមនុស្សនឹងប្រើរូបភាពឥឡូវនេះដល់ពេលដែលខ្ញុំបានបង្ហាញប្រកាសការតែងតួតាំងតួនឹងច្រើនទៅគាត់ចាប់ផ្ដើមចេញ style ថ្មីអញ្ចឹងទៀតទៅណាហ្នឹងហើយរូបភាពថ្មីព្រោះមួយរយៈនេះខ្ញុំក៏បានតាមដានមើលដែរព្រោះបើមិនតាមដានទេក៏មិនដឹងថាតើគួរនិយាយអ្វីដើម្បីប្រាប់បងប្អូនព្រោះ style ដែលការបោកប្រាស់ហ្នឹងគឺថា style ច្រើនណាស់ច្រើនមែនតើណាហ្នឹងហើយពីមុនគេតាំងតួគេស្លៀកពាក់មើលទៅហំហានដល់ពេលក្រោយមកគេស្លៀកធម្មតាគេធ្វើរបៀបជាអ្នកដាក់ខ្លួនអញ្ចឹងទៅហើយគេឲ្យយើងនឹងហៅគេថាជាម៉ែអញ្ចឹងទៅណាជាម៉ែនេះម៉ែនោះអញ្ចឹងទៅណាគេបង្ហាញសមាជិកគេហ្នឹងហើយគេបង្ហាញថាគេជាម៉ែអញ្ចឹងទៅមាត់គេហៅថាយើងជាកូនពេញមាត់អញ្ចឹងទៅណាបងប្អូនស្គាល់មុខស្គាល់មាត់តែមិនស្គាល់ចិត្តហ្នឹងហើយមនុស្សម្នាក់គឺសិតតែមានរឿងអាចកំបាំងផ្សេងគ្នាដែលយើងមិនដឹងទេប៉ុន្តែការពិតទាំងឡាយនឹងបានលាតត្រដាងទៅថ្ងៃណាមួយនេះខ្ញុំនិយាយអំពីមនុស្សមួយចំនួនទេដែលគាត់ព្យាយាមបោកប្រាស់មនុស្សនៅតែមិនឈប់គឺអត់ឈប់ទេបងប្អូនខ្ញុំឃើញបច្ចុប្បន្ននេះក៏នៅតែមិនឈប់ព្រោះមិនមែនមានតែមួយក្រុមគឺមានច្រើនក្រុមណាស់ដែលកំពុងធ្វើអំពើមិនគប្បីហើយគឺនាំគេទៅរកផ្លូវខុសតែម្ដងហើយបុគ្គលនោះតាមពិតគាត់ជាសម្បកមីអសល់ទេប៉ុន្តែខាងក្រៅយើងមើលទៅឃើញថាគាត់ល្អហួសពីការស្មានណាតែធៀបពិតអ្វីដែលគាត់បង្ហាញមិនថាជាភាសាគាត់និយាយគាត់ស្អីគឺថាសិតតែភាសាបោកប្រាស់បន្លែបន្លំទាំងអស់ហើយដែលយើងស្ដាប់ទៅគិតថាអស្ចារ្យណាស់គិតថាអុយភាសាគេចេញពីឋាននេះឋាននោះដោយសារមានអ្នកដុកថែមទៀតនឹងឲ្យគ្នាមិនអីផងតែយើងអ្នកទៅរុញថែមមានគ្រូចាំរុញថែមឲ្យចូលមានតែបុគ្គលនោះគ្មានស្អីចូលគាត់ទេតែមានអ្នករុញគាត់ឲ្យចូលរូបថែមរុញគាត់ឲ្យមានការបញ្ជ្រាបថែមធ្វើឲ្យគាត់នឹងបាបទាំងអ្នករុញឲ្យចូលថែមបាបទាំងអ្នកដែលធ្វើចូលព្រោះសម័យឥឡូវនេះបច្ចុប្បន្ននេះមានទាំងអ្នកធ្វើខ្មោចចូលក៏មានទាំងអ្នកធ្វើតួអង្គអីចូលក៏មាននឹងលោកតានេះលោកតានោះចូលហ្នឹងហើយគឺគាត់ហាមកឡើងគឺថាគាត់យកតែពាក្យខាងក្នុងមកនិយាយថាគេចូលគាត់គេក្រងគាត់គេនាំគាត់ឲ្យនិយាយអញ្ចឹងគាត់មិនមែនចង់និយាយអញ្ចឹងទេតែគេទេប្រយ័ត្នណាបងប្អូនប្រយ័ត្នតែគេញឹកញាប់យើងយកខ្លួនឯងមកនិយាយមិនអីទេព្រោះខុសត្រូវយើងអ្នកទទួលតែយើងទេតែបើសិនជាយើងហ៊ានយកគេមកនិយាយហ៊ានយកតួអង្គខាងក្នុងយកមកប្រើប្រាស់ឈ្មោះគេមកប្រើទាំងគេអត់ដឹងអីផងយើងនឹងត្រូវមានបាបយើងនឹងត្រូវមានទោសណាមានទោសហើយទោសនោះគឺទោសតាមផ្លូវបារមីទោសនឹងគឺថាទោសធ្ងន់ធ្ងរណាស់បងប្អូនចាំតែមើលទៅអ្នកដែលប្រឹងសម្ដែងប្រឹងតាំងតួនឹងឲ្យធ្វើជាតួអង្គនេះចូលសន្ធិដ្ឋរូបចូលអីហ្នឹងដែលថាมันមានភាពច្បាស់លាស់ហ្នឹងខ្លួនឯងក៏មិនដឹងជាខ្លួនឯងខ្លួនគេក៏មិនដឹងខ្លួនគេមានន័យថាគាត់មិនដឹងថាបាយបិណ្ឌឬក៏បាយបាតយើងអត់ដឹងណាចឹងបងប្អូនត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាហើយបើសិនជាមិនទាន់ដល់ដំណាក់កាលហ្នឹងទេចូលដកថយមកវិញភ្លាមណាដកថយធ្វើវិច្ចសំងំលាក់ខ្លួនពួនអាត្មាសិក្សារៀនសូត្រអប់រំចិត្តតាមផ្លូវព្រះពុទ្ធសាសនាហើយធ្វើបុណ្យសាងកុសលដើម្បីរងចាំព្រះសិអាមេត្រីដែលលោកនឹងយាងមកក្នុងថ្ងៃខាងមុខព្រោះនៅពេលដែលព្រះអង្គយាងមកពិភពលោកនឹងក៏ក្រើកញាប់ញ័រព្រោះថាតួអង្គអ្នកមានបុណ្យពិតមកគឺថាផែនដីរំជើបរំជួលខ្លាំងណាស់សន្ធឹកផ្គរពាសពេញអាកាសដែលឲ្យដឹងថាពិតជាមានអ្នកមានបុណ្យយាងមកពិតប្រាកដមិនមែនអ្នកមានបុណ្យយាងមកស្ងាត់
mình bên nè miền bồn nâng chênh ta crom khnia quạt nâng tê ate mình bên thế nè hay là lớn đi cha nè mình lúc đây chờ lom thật luôn ai nè miền bồn bà rồi mày aiแต่គាត់យល់សពឃើញថាគាត់នឹងចេះគឺថាគាត់ចាប់ដើមបោកលោកចូលគ្នាហើយគាត់អ្នកមានបុណ្យបដ ாய் ណាបងប្អូនណាអញ្ចឹងត្រូវប្រយ័ត្នច្រឡំខ្លួនឯងជាពនាងគ្រប់លក្ខប្រយ័ត្នច្រឡំខ្លួនឯងជាអ្នកមានបុណ្យហ្នឹងហើយកុំចង់ធ្វើអ្នកមានបុណ្យនេះបងប្អូនធ្វើជាអ្នកគេហៅថាកុំចង់ធ្វើអ្នកដែលមានបុណ្យខ្ពង់ខ្ពស់ព្រះដែលមានបុណ្យហ្នឹងសំដៅលើតួអង្គព្រះមានបុណ្យធ្វើត្រឹមតែអ្នកមានបុណ្យធម្មតាទៅបានហើយអ្នកអន្សំបុណ្យទៅបានហើយណាកុំចង់ធ្វើអ្នកព្រះដែលមានបុណ្យតួអង្គព្រះអីធំនោះក៏មិនសោះណាហ្នឹងហើយតែយើងនិយាយធម្មតាយើងហៅថាអ្នកមានបុណ្យតែភាសាពិតប្រាកដគេហៅថាព្រះអ្នកមានបុណ្យយើងជាមនុស្សមានបុណ្យហើយគ្រប់គ្នាហ្នឹងអ្នកណាក៏ជាអ្នកមានបុណ្យដែរបើអត់បុណ្យអត់បានស្ដាប់ក្នុងការឡាយនេះទេណាគឺច្បាស់ជាអស់អាយុទៅស្លាប់យូរហើយព្រោះអស់បុណ្យហើយមិននៅអីទៀតបងប្អូនណាតែដោយសារនៅមានបុណ្យអញ្ចឹងសិតតែមានបុណ្យតែបុណ្យនឹងបុណ្យតិចបុណ្យច្រើនទៅតាមការសន្សំរបស់យើងអញ្ចឹងខំធ្វើបុណ្យតទៀតអ្នកមានបុណ្យរងចាំព្រះអ្នកមានបុណ្យមិនមែនអ្នកមានបាបរងចាំព្រះអ្នកមានបុណ្យកើតទេតោះនេះបងប្អូនអញ្ចឹងកន្លែងនេះគឺចង់ឲ្យយើងបញ្ញាក់ស្មារតីថាគឺខំតែធ្វើបុណ្យខំតែធ្វើអំពើល្អលាងជំរះចិត្តគំនិតរបស់យើងទៅគឺគ្រប់គ្រាន់ហើយអត់មានត្រូវទៅចូលរូបចូលរំតតទៅត្រឹកជាមួយគេជាមួយឯងទេគេចង់ធ្វើកម្មវិធីអីគឺធ្វើតែគេទៅណាបើគេហៅយើងទៅរំរែកធ្វើនេះធ្វើនោះចូលកំមិនសោះអត់មានអ្នកណាហៅទៅលើកប្រខ័ណ្ឌលើកតុងលើកស្អីលើកអីអត់មានទេណានឹងតែធ្វើពិធីលើកនេះលើកនោះនៅកន្លែងណាកន្លែងនៃថាស្អីណានៃហ្នឹងបងប្អូនត្រូវប្រយ័ត្នឲ្យមែនតែនណាប្រយ័ត្នឲ្យមែនតែនព្រោះគឺជាការបោកប្រាស់ណាបងប្អូនណាជាការបោកប្រាស់ជាការធ្វើបន្លំភ្នែកបងប្អូនត្រូវចាំថាពេលវេលានេះអត់មានអ្នកណាម្នាក់ដែលអះអាងថាអ្នកណាមួយជាអ្នកពិតប្រាកដទេហ្នឹងហើយព្រោះគ្រប់យ៉ាងសិតតែនៅក្នុងការបំភាន់ជួនកាលពិតប៉ុន្តែទៅជាមិនពិតវិញណាជួនកាលមិនពិតទៅជាពិតចឹងបងប្អូនតាមដានតាមសទ្ធាតាមបញ្ញារបស់បងប្អូនម្នាក់ណា